ដើម្បីសម្គាល់ភេទនីមួយៗអំពីអ្នកភេទប្រុសឬក៏ភេទស្រីឧទាហរណ៍ថាភេទប្រុស non masculin យើងត្រូវដឹងថាគឺយើងប្រើពាក្យលើឬក៏អាងពីមុខឥឡូវឧទាហរណ៍ថាពាក្យខាងលើ le livre ឬក៏ un livre អញ្ចឹងយើងដឹងភ្លាមថាវាជាភេទប្រុសហើយមួយវិញទៀតភេទស្រី non féminin ភេទស្រីឲ្យតែយើងឃើញពាក្យថា la ឬក៏ une នៅពីមុខនាមអញ្ចឹងយើងដឹងថាភេទស្រីហើយឧទាហរណ៍ថា la maison ឬក៏ une maison អញ្ចឹងពាក្យនោះគឺបញ្ជាក់ថាវាជាភេទស្រីដូច្នេះខ្ញុំនឹងយកវាមកប្រើជាមួយនឹងគុណនាមកម្មសិទ្ធិដែលបានរៀនរួចមកហើយថាតើយើងប្រើភេទប្រុសយើងយកគុណនាមកម្មសិទ្ធិមួយណាមកប្រើហើយភេទស្រីយើងយកគុណនាមកម្មសិទ្ធិណាមកប្រើបាទសូមតាមដានមេរៀនខាងពីមុនហើយយកវាមកប្រើជាមួយនាមទាំងអស់នេះអរគុណបាទជម្រាបលា